ធ្លាប់ឃើញលោកពូហួតលៀងគឺគាត់ជំនាញខាងចិញ្ចឹមគោហើយថ្ងៃនេះឃើញគាត់ចាប់ផ្ដើមចិញ្ចឹមពពែហើយឃើញគាត់កំពុងតែកាន់កូនពពែដែលទើបនឹងកើតចំនួន2ក្បាលចំពោះកូនពពែដែលទើបនឹងកើតចំនួន2ក្បាលនេះមើលទៅខ្ជូតមែនតែនគួរឲ្យស្រឡាញ់មែនតែនសម្រាប់ពពែនេះហើយវាកំពុងតែលេងជាមួយមេវាហើយនឹងក្នុងនោះដែរក៏លោកពូលៀងក៏គាត់នៅក្បែរហ្នឹងដើម្បីជួយសម្រួលឲ្យកូនពពែនេះវាអាចបៅដោះបានហើយមើលទៅស្អាតមែនតែនសម្រាប់ពពែនេះបើនិយាយពីបទពិសោធន៍ក្នុងការចិញ្ចឹមពពែគឺលោកពូលៀងគឺគាត់បានបញ្ជាក់គាត់ថាគាត់ថ្មីថ្មោងមែនតែនគឺគាត់អត់ដែលចិញ្ចឹមទេពីមុនហើយចំពោះការចិញ្ចឹមឬដូចថាពពែពពោះរយៈពេលប្រហែលខែហើយពពែប្រហែលខែឬប្រហែលឆ្នាំទើបអាចបានលក់អីគឺលោកពូលៀងគាត់ថាគាត់ថ្មីគឺគាត់អត់ទាន់ដឹងទេហើយអញ្ចឹងការចិញ្ចឹមនេះគឺគាត់ចិញ្ចឹមសាកល្បងហើយការចិញ្ចឹមនេះគឺដោយសារតែចៅរបស់គាត់គឺចង់លេងជាមួយពពែគឺគាត់បានដាក់ពពែនេះដើម្បីថាចិញ្ចឹមលំអឲ្យចៅលេងឬអីទេប៉ុន្តែមិនត្រឹមតែប៉ុណ្ណេះគឺលោកពូលៀងគាត់បានបញ្ជាក់ទៀតគឺឥឡូវនេះគឺគាត់ចាប់ផ្ដើមធ្វើរោងបន្តទៀតដែលគាត់មានគម្រោងដាក់ចិញ្ចឹមពពែដូចជា100ក្បាលទៀតនៅក្នុងកសិដ្ឋានរបស់គាត់អញ្ចឹងចំពោះការចិញ្ចឹមពពែ100ក្បាលទៀតនេះគឺលោកពូលៀងគឺគាត់ត្រូវការពពែទៀតហើយគឺគាត់ត្រូវការទិញពពែចូលទៀតអញ្ចឹងបើសិនជាបងប្អូនមានពពែលក់អីគឺអាចតាក់ទងលោកពូលៀងបានហើយចំពោះតម្លៃពពែបច្ចុប្បន្នមិនដឹងថាទីផ្សារឡើងឬមួយក៏ចុះទេប៉ុន្តែចំពោះពពែដែលលោកពូលៀងគាត់ទិញចូលនេះតាមការបញ្ជាក់របស់គាត់គឺគាត់ថាគាត់ទិញចូលក្នុង1គីឡូ$5កន្លះហើយអញ្ចឹងចំពោះតម្លៃប៉ុណ្ណឹងតើតម្លៃទាបពេកឬមួយក៏ខ្ពស់ឬមួយក៏ល្មមសម្រាប់តម្លៃពពែអញ្ចឹងបើសិនជាបងប្អូនដែលជាអ្នកចិញ្ចឹមពពែមានបទពិសោធន៍ក្នុងការចិញ្ចឹមអាចខមមិននៅក្នុងវីដេអូនេះបានថាតើតម្លៃប៉ុណ្ណឹងសមរម្យឬក៏យ៉ាងណាហើយតម្លៃដែលខ្ពស់បំផុតតើតម្លៃប៉ុណ្ណាហើយមួយទៀតបងប្អូនអាចបង្ហាញឬបញ្ចេញមតិទាក់ទងនឹងការចិញ្ចឹមពពែតើពពែពពោះប៉ុន្មានខែដោយសារតែខ្ញុំបានចេញវីដេអូម្ដងហើយគឺមានបងប្អូនខ្លះគាត់ថាពពែពពោះរយៈពេល3ខែបងប្អូនខ្លះទៀតគាត់ថារយៈពេល150ថ្ងៃឬ160ថ្ងៃអញ្ចឹងទៅហើយអញ្ចឹងមិនដឹងថារយៈពេលប៉ុណ្ណាអញ្ចឹងសម្រាប់បងប្អូនដែលមានដូចថាបទពិសោធន៍ក្នុងការចិញ្ចឹមពពែគឺអាចចូលបញ្ចេញមតិទាក់ទងនឹងការចិញ្ចឹមពពែនៅក្នុងវីដេអូនេះបានហើយចំពោះការចិញ្ចឹមរបស់លោកពូលៀងគឺថ្មីមែនតើបាទអញ្ចឹងមានតែការចែករំលែកអំពីបទពិសោធន៍ឬបច្ចេកទេសគ្នាទៅវិញទៅមកទេទើបយើងអាចចិញ្ចឹមបានទាំងអស់គ្នាហើយធ្វើឲ្យទីផ្សារពពែគឺវាដំណើរការទៅមុខទាំងអស់គ្នាហើយមួយទៀតដោយសារតែពេលដែលខ្ញុំចេញវីដេអូនេះទៅគឺមានបងប្អូនយើងជាច្រើនគឺគាត់បានតាក់ទងមក page របស់ខ្ញុំគឺគាត់ថាគាត់ចង់ទិញពពែដើម្បីយកទៅចិញ្ចឹមឬមួយក៏ទិញពពែដើម្បីយកទៅជប់លៀងអីឬក៏យ៉ាងម៉េចហ្នឹងបាទអញ្ចឹងសម្រាប់លោកពូលៀងគឺគាត់ទើបតែចិញ្ចឹមថ្មីនេះទេអញ្ចឹងគឺលោកពូលៀងគឺគាត់អត់មានលក់ទេអញ្ចឹងសម្រាប់បងប្អូនដែលមានពពែលក់អីគឺអាចខមមិននៅក្នុងវីដេអូនេះបានដោយបងប្អូនអាចដាក់ជារូបភាពឬមួយក៏វីដេអូហើយបញ្ជាក់ទីតាំងហើយនឹងលេខទូរស័ព្ទដើម្បីងាយស្រួលក្នុងការទំនាក់ទំនង
បាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនត្រឹមតែប៉ុណ្ណេះតាក់ទងនឹងការចិញ្ចឹមពពែហើយបើសិនណាជាមានវីដេអូអីថ្មីតាក់ទងនឹងការចិញ្ចឹមពពែនេះទៀតខ្ញុំនឹងចែកម្លែកដល់ពុកម៉ែបងប្អូនបន្តទៀតបាទអញ្ចឹងខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនត្រឹមតែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត